នៅក្នុងសម័យដ៏ជឿនលឿននេះសម្បូរទៅដោយបច្ចេកវិទ្យាទំនើបដែលអាចកែប្រែឬក៏កែសម្ផស្សរបស់មនុស្សឲ្យមានភាពស្រស់ស្អាតហើយវាคล้ายទៅជាទីពេញនិយមរបស់មនុស្សនៅក្នុងសម័យនេះបញ្ជាក់ថាមនុស្សគឺបានឲ្យតម្លៃទៅលើភាពស្រស់ស្អាតដូច្នេះអ្នកទាំងអស់គ្នាដែលធ្លាប់គិតទេថាហេតុអ្វីបានជាមនុស្សស្រឡាញ់រកមនុស្សម្នាក់ទៀតរកតែភាពស្រស់ស្អាតឬក៏ភាពស្រស់សង្ហាបែបហ្នឹងក្នុងវីដេអូនេះអ្នកទាំងអស់គ្នានឹងបានដឹងហេតុផលមួយចំនួនដែលបង្ហាញថាហេតុអ្វីបានជាមនុស្សស្រឡាញ់រកតែមនុស្សណាម្នាក់ដែលមានភាពស្រស់ស្អាតឬក៏ភាពស្រស់សង្ហាបើតាមទស្សនៈរបស់ចិត្តវិទូគឺលោក Charles Darwin លោកបានពន្យល់នៅក្នុងទ្រឹស្ដីនៃការជ្រើសរើសដៃគូរួមភេទ Sexual Selection ថាសត្វលោករួមទាំងមនុស្សផងដែរតែងតែត្រូវបានទាក់ទាញដោយលក្ខណៈរូបសាស្ត្រដែលបង្ហាញពីភាពរឹងមាំនិងសុខភាពល្អដើម្បីធានាថាពូជពង្សជំនាន់ក្រោយរបស់ពួកគេនឹងមានឱកាសរស់រានមានជីវិតខ្ពស់នេះលោកចង់មានន័យថាមិនថាតែមនុស្សទេសូម្បីតែសត្វក៏ដោយលក្ខណៈខាងក្រៅគឺវាជាភាពទាក់ទាញពីធម្មជាតិមកដែលធ្វើឲ្យមនុស្សគិតថាកាលណាដែលពួកគេស្រឡាញ់ទៅលើមនុស្សស្អាតនឹងធ្វើឲ្យពួកគេមានភាពរស់នៅប្រកបទៅដោយលក្ខណៈល្អប្រសើររីឯលោក Edward Thorndike លោកគឺជាចិត្តវិទូជនជាតិអាមេរិកដ៏ល្បីល្បាញមួយរូបផងដែរលោកបានពន្យល់ថាមនុស្សតែងតែយកលក្ខណៈសម្បត្តិខាងក្រៅទៅវាយតម្លៃទៅលើបុគ្គលិកលក្ខណៈខាងក្នុងរបស់មនុស្សទាំងមូលតែម្ដងនេះវាគឺជាការបង្ហាញមួយថាគឺវាបានជាប់ពាក់ព័ន្ធទៅនឹងបាតុភូតមួយដែលចិត្តសាស្ត្រគេហៅថា Halo effect នេះដែរគឺជាបាតុភូតមួយដែលមនុស្សវាតម្លៃទៅលើមនុស្សផ្សេងទៀតផ្អែកទៅតាមលក្ខណៈសម្បត្តិខាងក្រៅនេះបើសិនជាយើងនិយាយអំពីសម្រស់មនុស្សដែលស្រឡាញ់មនុស្សប្រុសស្អាតឬក៏មនុស្សស្រីស្អាតដោយសារតែពួកគេយល់ឃើញថាកាលណាដែលមនុស្សស្អាតគឺតែងតែមានគុណសម្បត្តិជានិច្ចមនុស្សស្អាតពូកែនៅក្នុងការធ្វើការងារឧស្សាហ៍នៅក្នុងការរៀនសូត្រពូកែនៅក្នុងការធ្វើអ្វីៗជាច្រើនមានភាពច្នៃប្រឌិតចេះជួយអ្នកដទៃនិងមានសីលធម៌ជាដើមដូច្នេះហើយបានជាមនុស្សម្នាក់ស្រឡាញ់រកតែស្អាតដោយសារតែពួកគេយល់ឃើញថាមានសម្រស់គឺនឹងមានគុណសម្បត្តិផ្សេងជាច្រើនបន្ថែមទៀតនៅក្នុងលក្ខណៈសម្បត្តិខាងក្នុងរបស់គេចំណែកឯលោកផ្លាតុងវិញគឺជាទស្សនវិទូជនជាតិក្រិកបុរាណដ៏ល្បីល្បាញលើពិភពលោកបានបញ្យល់ថាបានជាមនុស្សស្រឡាញ់រកតែស្រស់ស្អាតឬក៏ភាពស្រស់សង្ហាគឺដោយសារតែភាពស្រស់ស្អាតឬក៏លក្ខណៈសម្បត្តិខាងក្រៅវាគឺជាជំហានដំបូងនៃការចាប់ផ្ដើមនៃស្នេហាលោកបានរៀបរាប់ថាសេចក្តីស្រឡាញ់របស់មនុស្សតែងតែចាប់ផ្ដើមចេញពីសម្រស់រូបរាងកាយនៅពេលដែលមនុស្សម្នាក់ទៀតស្រឡាញ់រូបរាងដ៏ស្រស់ស្អាតរបស់មនុស្សម្នាក់ផ្សេងទៀតវានឹងជំរុញឲ្យគេបង្កើតនៅគំនិតល្អបន្ទាប់មកទើបគេអភិវឌ្ឍចិត្តគំនិតឲ្យមើលឃើញសម្រស់នៃព្រលឹងក៏ដូចជាសម្រស់នៃចំណេះដឹងដែលជាជំហានបន្តផ្សេងបន្តទៀតបើតាមលោកស្រី Catherine Hakim គឺជាសង្គមវិទូជនជាតិអង់គ្លេសលោកស្រីបានពន្យល់អំពីទ្រឹស្ដី Erotic Capital លោកស្រីបានពន្យល់ថាសម្រស់និងភាពស្រស់សង្ហាគឺជាដើមទុនមួយយ៉ាងសំខាន់ដែលមិនចាញ់ដើមទុនសេដ្ឋកិច្ចដែលយើងសំដៅទៅលើលុយកាក់ឬក៏ទ្រព្យសម្បត្តិឡើយហើយក៏មិនចាញ់ដើមទុនវប្បធម៌ដែលយើងសំដៅទៅលើចំណេះដឹងដូចគ្នានេះកាលណាដែលមនុស្សម្នាក់បានសង្សារឬក៏បានដៃគូគឺជាមនុស្សដែលមានភាពស្រស់ស្អាតឬក៏ស្រស់សង្ហានឹងធ្វើឲ្យពួកគេទទួលបាននូវការកោតសរសើរក៏ដូចជាបង្កើនទំនុកចិត្តលើខ្លួនឯងនៅក្នុងការរស់នៅក្នុងសង្គមនៅក្នុងវីដេអូនេះមិនមែនលើកតម្កើងភាពស្រស់ស្អាតហើយរើសអើងទៅលើមនុស្សដែលមានភាពឬក៏ចំណុចនៃរូបរាងខាងក្រៅមានស្រស់ស្អាតនោះទេប៉ុន្តែខ្ញុំគ្រាន់តែចង់បញ្យល់ឬក៏ចង់បង្ហាញអ្នកនរគ្នាឲ្យយល់អំពីហេតុផលមួយចំនួនដែលថាហេតុអ្វីទើបមនុស្សជាច្រើននៅក្នុងសកលលោកយើងនេះស្រឡាញ់រកតែមនុស្សណាម្នាក់ដែលមានភាពស្រស់ស្អាតពីខាងក្រៅ